សូមជម្រាបសួរសូមស្វាគមន៍មកកាន់ Channel Knowledge Cambodia 100K ថ្ងៃនេះនាងខ្ញុំមកបរិយាយអំពីអត្ថប្រយោជន៍នៃផ្កាចំប៉ីផ្កាចំប៉ីមានអត្ថប្រយោជន៍ជាច្រើនទាំងក្នុងវិស័យសុខភាពនិងក្នុងជីវភាពប្រចាំថ្ងៃខាងក្រោមនេះគឺជាអត្ថប្រយោជន៍ចម្បង1អត្ថប្រយោជន៍ផ្នែកសុខភាពសកម្មភាពប្រឆាំងមេរោគផ្កាចំប៉ីត្រូវបានគេប្រើប្រាស់ជាប្រពៃណីក្នុងការព្យាបាលដំបៅជាលាបស្បែកនិងការពារការឆ្លងមេរោគដោយសារវាមានសារធាតុប្រឆាំងមេរោគនិងប្រឆាំងរាតត្បាតលក្ខណៈប្រឆាំងអុកស៊ីតកម្មវាមានសារធាតុអង់ទីអុកស៊ីដង់ដែលជួយកាត់បន្ថយការខូចខាតកោសិកានិងបង្ការជំងឺរ៉ាំរ៉ៃការគាំទ្រប្រព័ន្ធភាពស៊ាំការប្រើប្រាស់ផ្កាចំប៉ីអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំធ្វើឲ្យរាងកាយតស៊ូទៅនឹងជំងឺបានល្អជាងមុន2អត្ថប្រយោជន៍ក្នុងជីវភាពប្រចាំថ្ងៃប្រើប្រាស់ក្នុងផ្ទះផ្កាចំប៉ីត្រូវបានគេយកមកធ្វើជាគ្រឿងទេសនិងជាអាហារដោយសារវាមានក្លិនឈ្ងុយនិងរសជាតិឆ្ងាញ់វាអាចត្រូវបានប្រើក្នុងការចម្អិនអាហារឬធ្វើជាទឹកតែទាក់ទាញសត្វពពកផ្កាចំប៉ីជួយទាក់ទាញឃ្មុំនិងសត្វល្អិតដទៃទៀតដែលជួយក្នុងការចំណាស់ផ្កាដូច្នេះជួយពង្រីកការចំណាស់រុក្ខជាតិក្នុងស្រុក3អត្ថន័យវប្បធម៌នៅក្នុងវប្បធម៌ខ្មែរផ្កាចំប៉ីត្រូវបានគេប្រើក្នុងពិធីផ្សេងៗដូចជាពិធីសាសនាឬពិធីរៀបអាពាហ៍ពិពាហ៍ជានិមិត្តសញ្ញានៃសេចក្តីសុខនិងសិរីមង្គល4ការប្រើប្រាស់ក្នុងឧស្សាហកម្មផ្កាចំប៉ីត្រូវបានប្រើក្នុងការផលិតគ្រឿងសម្អាងថ្នាំកូតនិងខ្លាញ់ក្រអូបដោយសារក្លិនឈ្ងុយធម្មជាតិរបស់វាសរុបចុះផ្កាចំប៉ីមិនត្រឹមតែជាជីគ្រឿងទេសដែលមានសារៈសំខាន់ក្នុងវិស័យសុខភាពនោះទេប៉ុន្តែវាក៏ជាផ្នែកមួយនៃវប្បធម៌និងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនផងដែរសូមអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាពីដើមដល់ចប់ប្រសិនជាបងប្អូនចូលចិត្តសូមជួយចុច Subscribe រួចចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណ